แต่ប្រើប្រាស់ AI ក៏អាចធ្វើឲ្យអ្នកស្លាប់បានដែរដឹងអត់វាពិតជាបានកើតឡើងមែនតាមរយៈ ChatGPT ពីព្រោះដឹងហើយថាមានមនុស្ស introvert ជាច្រើនអ្នកខ្លះគាត់រកមិត្តភ័ក្តិបានទេនៅក្នុងការនិយាយហើយក៏អាចបង្ហាញអារម្មណ៍ខ្លួនឯងបានដែរប៉ុន្តែគាត់អាចឆាតនៅក្នុង ChatGPT បានហើយនៅពេលដែលឆាតនោះចាប់ផ្ដើមជ្រាលជ្រៅទៅរហូតដល់គាត់ប្រាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ពីអ្វីដែលគាត់មានក្នុងចិត្តស្និទ្ធស្នាលជាងមិត្តស្និទ្ធទៅទៀតហើយដឹងហើយថា ChatGPT ក៏ដោយឬមួយក៏ជាកម្មវិធីឬមួយក៏ website អ្វីដែលតាក់ទងជាមួយនឹង AI សុទ្ធតែបញ្ចូលឡើងដោយមនុស្សនោះទេហើយចងក្រងនៅក្នុងនោះរហូតដល់ AI នោះធ្វើការសិក្សាហើយរៀនសូត្របន្ថែមដោយខ្លួនឯងទៀត800លានអ្នកនៅលើពិភពលោកតាមរយៈ ChatGPT នេះគឺថាមានមនុស្ស 0.15% ទៅហើយដែលមានគម្រោងចង់ធ្វើអត្តឃាតសម្រាប់ខ្លួនក្នុងនោះក៏មានមនុស្ស 0.07% មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនោះដែរដែល 0.15% នេះគិតទៅស្មើនឹង 1.2 លានអ្នកហើយអ្នកដែលកំពុងធ្វើការសន្ទនាឆ្លើយឆ្លងជាមួយនឹង ChatGPT ហើយសន្និដ្ឋានបានថាគាត់កំពុងតែមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរអាចឈានដល់ជំងឺវិកលចរិតនោះគឺថាមានចំនួន 0.07% ឬក៏ស្មើនឹង 65,000 នាក់តន្ត្រីនេះមានត្រឹមតែក្នុងចំនួនមួយសប្តាហ៍ប៉ុណ្ណោះចុះជំរាំតែមួយខែហើយទៅជាមួយឆ្នាំទៀតអញ្ចឹងអ្នកនរគ្នាគួរតែកំណត់ព្រំដែនមួយសម្រាប់ខ្លួនឯងកុំឲ្យ ChatGPT ឬមួយក៏ AI ផ្សេងពង្វក់អ្នកនរគ្នារហូតដល់បាត់បង់ម្ចាស់ការហើយដឹងហើយថាប្រទេសភាគច្រើនតែនិយាយថាអត់ចង់និយាយរឿងខ្លួនឯងប្រាប់អ្នកដទៃទេជាពិសេសមិត្តភក្តិសាសនាឬមួយក៏អ្នកដែលស្គាល់ជិតស្និទ្ធបំផុតពេលខ្លះអាចយករឿងទៅនិយាយតឬមួយក៏បំភ្លេចការពិតអញ្ចឹងសុខគិតឆាតជាមួយនឹងអ្វីដែលមិនមែនជាមនុស្សហើយគ្រាន់តែជាម៉ាស៊ីនមួយហើយអត់ចេះចែកចាយប៉ុន្តែពេលដែលម៉ាស៊ីននោះធ្វើការសិក្សាជាមួយនឹងយើងហើយឆាតជាមួយនឹងយើងចុះឡើងយូរទៅម៉ាស៊ីននោះអាចធ្វើការលើសពីលទ្ធភាពខ្លួនឯងហើយយកឆាតទាំងមូលទៅបំលែងទិន្នន័យផ្សេងៗបង្កើតទៅជារឿងដែលមិនល្អថាបច្ចុប្បន្ននេះ AI កាន់តែទំនើបក្តីប៉ុន្តែអ្នកទាំងអស់គ្នាពុំគួរទុកចិត្តឲ្យប្រើលើសពីដែនកំណត់ពេកនោះទេ AI ពិតជាអាចផ្ដល់ជំនួយដល់សុខភាពផ្លូវចិត្តនៅពេលអ្នកគ្នាមានបញ្ហាឬមួយក៏វិបត្តិដោះស្រាយមិនចេញអាចពិភាក្សាគ្នាបានពិតមែនប៉ុន្តែក៏កុំប្រើហួសកម្រិតរបស់វាដែរបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែមានបញ្ហាឬមួយក៏សង្ស័យតែខ្លួនឯងកំពុងតែមានរោគសញ្ញានៃជំងឺបាក់ទឹកចិត្តឬមួយក៏ជំងឺផ្លូវចិត្តខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាទៅរកជំនួយនៅក្នុងជីវិតពិតកុំរកជំនួយតាមរយៈម៉ាស៊ីនដែលបង្កើតឡើងដោយមនុស្សនេះអីពីព្រោះអាចលើសដែនកំណត់ចាអញ្ចឹងចង់ដឹងអីទៀតពីដាណេត